តាក់ទងមួយកូរ៉េអញ្ចឹងគឺយើង research បានច្រើនណាស់បាទ research ពីប្រទេសគេហ្នឹងគឺតាក់ទងមួយ culture ដូចជាថ្ងៃក្រោយទៅបើសិនជាយើងចង់បើក business ទៅវាអាចមានផលប៉ះពាល់ឬក៏បើថាបើសិនជាបបធម៌ក៏ដូចជា culture យើងខុសគ្នាអញ្ចឹងតែយើងអាច adapt មួយគាត់មិនហ្នឹងហើយបងអញ្ចឹងហើយពេលដែលយើងមើលអញ្ចឹងទៅគឺយើងអាចសិក្សាបានច្រើនហើយតាក់ទងមួយវិស័យមួយចំនួននៅក្នុងប្រទេសកូរ៉េហ្នឹងគឺតាក់ទងមួយ K-pop តាក់ទងមួយ skin care ហ្នឹងគឺ worldwide ហ្មងតែបើសិនជាយើងចង់ expand តាក់ទងមួយអីមួយដែលថាជា product របស់យើងទៅដល់ប្រទេសគេគឺវាងាយស្រួលនៅក្នុងការដែលអាចទុះខ្លាំងដែរអញ្ចឹងបងគឺយើងតាក់ទងជាមួយនឹង research នេះអញ្ចឹងគឺបើសិនជាយើងគ្រាន់តែរៀនតាមតែគ្រូគាត់បរៀនគឺអាចនឹងបានទៅតាមនៅលោកគ្រូទេប៉ុន្តែបើតាក់ទងជាមួយនឹងម៉ោង culture ដូចជាមានការដាក់តាំងពិព័រណ៍បែបនេះគឺអាចឲ្យកុសលនឹង research កាន់តែខ្លាំងជាងមុនហើយតាក់ទងជាមួយនឹងការបែបថាបដោះនៅភាពជាអ្នកដឹកនាំរបស់គាត់ណាបងពេលដែលយើងមានអីមួយដែលយើងត្រូវទទួលគាត់ត្រូវយើងគួរអញ្ចឹងទៅគឺយើងបុកវាខ្លាំងប្រឹងវាខ្លាំងហើយយើងបានសិក្សាពីវាបានកាន់តែច្រើនទៀតដូចជា culture ពីប្រទេសផ្សេងគ្នាអញ្ចឹងការអប់រំថ្នាក់ឧត្តមសិក្សាបានផ្ដល់ឱកាសជាច្រើនសម្រាប់សិស្សានុសិស្សក្នុងការទទួលបានជំនាញនិងចំណេះដឹងដើម្បីមានសមត្ថភាពនៅក្នុងទីផ្សារប្រកួតប្រជែងវិទ្យាស្ថាន LSI Business School ផ្ដោតលើគុណភាពផ្ដល់ជូននិស្សិតនូវកម្មវិធីសិក្សាស្តង់ដារអន្តរជាតិនិងបណ្ដុះបណ្ដាលនិស្សិតឲ្យមានជំនាញគ្រប់គ្រងសហគ្រាសខ្នាតតូចនិងមធ្យមពូកែភាសាអង់គ្លេសនិងមានចរិតលក្ខណៈល្អដើម្បីក្លាយជាអនាគតអ្នកដឹកនាំធុរកិច្ចវ័យក្មេងមានទាំងសមត្ថភាពនិងគុណធម៌សូមអញ្ជើញអាណាព្យាបាលនិងសិស្សានុសិស្សស្វែងយល់អំពីកម្មវិធីសិក្សាបន្ថែមតាមរយៈ link ឬ scan QR code LSI Business School, where leaders learn.